បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនទាំងគ្នាអំពីរបៀបនៃការ set up ខ្សែ moving average ចំនួន4ខ្សែដែលខ្ញុំតែងតែប្រើប្រាស់ដើម្បីមើលទិសដៅទីផ្សារតោះឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកាន់ trading view ហើយបន្តមកទៀតយើងចូលទៅកាន់ indicator បន្តមកទៀតបងប្អូនអាច search នៅខាងស្រីដាក់ពាក្យថា ma re នេះ moving average reborn ចុចលើនឹងមកហើយបន្តមកវាចេញហើយហើយបន្ទាប់មកយើង set up ខ្សែរបស់វាយើងចុចកន្លែង setting នេះហើយយើងចូលមកកាន់ input ហើយយើងកន្លែងយើងកែដាក់6 18 50 200ប៉ុន្តែកន្លែងនេះយើងដាក់ EMA ក្រោមនេះយើងដាក់ SMA ចឹងទៅហើយយើងចូលមកកាន់ style នេះយើង color យើងចង់ដាក់ពណ៌អីដាក់ទៅអានឹងស្រាប់តែយើងទេយើងឆ្លាញ់ពណ៌អីពណ៌ហុងស៊ុយរបស់យើងស្រាប់តែយើងចង់ដាក់ទីទូទៅ6ខ្ញុំដាក់ពណ៌ល្មៀតហើយខ្ញុំដាក់ពណ៌ដាច់ខ្សែដាច់មកហើយសម្រាប់អានេះខ្សែ16ដាក់ពណ៌លឿងហើយខ្ញុំយកពណ៌ធម្មតាហើយសម្រាប់ខ្សែ50ខ្ញុំយកពណ៌ខៀវហើយខ្ញុំដូរឡើងនេះរៀងក្រាស់តិចមកហើយខ្សែ200ដាក់រៀងក្រាស់តិចមកពណ៌ក្រហមហ្នឹងទៅហើយយើងចុចអូខេបាទប៉ុណ្ណឹងរួចរាល់ហើយសម្រាប់ការដាក់ខ្សែ moving average ចំនួន4ខ្សែឥឡូវខ្ញុំបញ្យល់តិចហេតុអីបានជាខ្ញុំដាក់ខ្សែ moving average ចំនួន4ខ្សែ6ជាធម្មតាមុនចូលទៅកាន់វីដេអូដាក់ខ្សែ moving average បាទឥឡូវដើម្បីឲ្យបងប្អូនបាទឥឡូវខ្ញុំបានដាក់រួចរាល់ហើយអញ្ចឹងដើម្បីឲ្យងាយស្រួលតើហេតុអីបានយើងត្រូវដាក់ខ្សែ moving average ចំនួន4ខ្សែហើយហេតុអីបានត្រូវដាក់មួយ EMA មួយ SMA សម្រាប់ខ្សែ moving average 6ហើយនឹងខ្សែ moving average 18ហ្នឹងសម្រាប់ខ្សែពីរហ្នឹងគេប្រើដើម្បីមើលសន្ទុះទីផ្សារតម្លៃរយៈពេលខ្លីហើយសម្រាប់ខ្សែ moving average ពណ៌ខៀវនេះខ្សែ50ហ្នឹងអាហ្នឹងគេមើលធនការមធ្យមហើយគេអាចយកវាធ្វើជា support និង resistance ហើយសម្រាប់ខ្សែ moving average ពណ៌ក្រហមខ្សែ200អាហ្នឹងគេសម្រាប់មើល trend ធំដើម្បីកុំឲ្យលេងប្រច្រាស់ទីផ្សារអាហ្នឹងសម្រាប់ខ្សែ200អានេះខ្ញុំបញ្យល់ត្រួសដើម្បីឲ្យបងប្អូនដំបូងគាត់ចេះរៀនធ្វើការ set up ដាក់ខ្សែ moving average នៅក្នុង trading view ហើយសម្រាប់នៅក្នុងMetaFi យើងអត់អាចទៅ search ពាក្យថា Maribon ចេញទេបងប្អូនត្រូវវាយ moving average 1ចំនួន4ហើយទើបបងប្អូនអាចដាក់បានខ្ញុំបញ្ជាក់បន្ថែមតិចពាក់ព័ន្ធជាមួយនឹងទិសដៅទីផ្សារជាធម្មតាដើម្បីមើលលំហូរថាតើខ្សែ moving average ទាំងអស់ហ្នឹងមើលលំហូរ buy ឬ sell លំហូរទាបឬខ្ពស់ហ្នឹងអាហ្នឹងគេត្រូវមើលខ្សែ moving average ជាង4ខ្សែហ្នឹងបើសិនជា200លើ50លើ18លើ6អាហ្នឹងទិសដៅទីផ្សារបានន័យថា down trend អាហ្នឹងគេសម្រាប់ អ្នក trade គឺគេមើលទិសដៅនៃការលក់ច្រើនជាងការទិញហើយសម្រាប់ខ្សែ moving average 200លើ50លើ18លើ6ហ្នឹងអាហ្នឹងទិសដៅទីផ្សារទិសដៅទិញអាហ្នឹងអញ្ចឹងជាទូទៅអ្នក trade គេធ្វើការទិញច្រើនជាងការលក់ហើយបើសិនជាវានៅដាច់គ្នាឆ្ងាយលើខ្ញុំរកឧទាហរណ៍មួយដូចជាអត់នេះបើនៅដាច់របៀបអញ្ចេះណា250 18 6នេះ6ឃើញទេអាហ្នឹងបានន័យថាសម្រាប់ការលក់ហ្នឹងគឺវាមានកម្លាំងខ្លាំងអញ្ចឹងអ្នកលក់ច្រើនជាងអ្នកទិញអញ្ចឹងលំហូរទីផ្សារហ្នឹងគឺវាស្ថិតនៅក្នុង down trend ឃើញនៅពេលកាលណាដែលកម្លាំងអ្នកលក់ខ្លាំងជាងអ្នកទិញហើយវានៅ down trend អញ្ចឹងឃើញនៅពេលវាប៉ះខ្សែ6វាធ្លាក់ប៉ះខ្សែ6វាធ្លាក់ប៉ះខ្សែ16វាធ្លាក់ជាទូទៅវាអត់អាចវាកម្រនឹងឡើងដល់ខ្សែ50អញ្ចឹងអាហ្នឹងគេមើលទិសដៅរបៀបអញ្ចឹងនៅពេលដែលគេឃើញថាខ្សែទាំងអស់ហ្នឹងវាដើរស្របគ្នាដូចខ្ញុំប្រាប់ខាងដើមអញ្ចឹងបានន័យថា200លើ50លើ18លើ6អាហ្នឹងទីផ្សារលក់អ្នកtrade គេចាំលក់សម្រាប់
50 còn 200còn 50 50còn16 16còn6អាហ្នឹងគឺយើងត្រូវរងចាំទិញយើងអាចលក់បានទេអានេះខ្ញុំគ្រាន់តែប្រាប់ត្រួសនៅអត្ថប្រយោជន៍នៃការដាក់ខ្សែ moving average ដែលខ្ញុំប្រាប់បងប្អូននៅក្នុងវីដេអូនេះទេហើយសម្រាប់ការទិញលក់ផ្សេងអាហ្នឹងយើងមិនអាចប្រើតែខ្សែ moving average តែមួយបានទេយើងត្រូវគប់ផ្សំជាមួយនឹង indicator ផ្សេងទៀតហើយនឹងយុទ្ធសាស្ត្រនីមួយៗដែលត្រូវធ្វើការគប់ផ្សំគ្នាដើម្បីឲ្យបង្កើតបានជាការលក់និងការទិញឲ្យវាមានប្រសិទ្ធភាពកាន់តែខ្ពស់បាទសង្ឃឹមថាវីដេអូនេះជួយឲ្យបងប្អូនយល់កាន់តែច្បាស់អំពីការប្រើប្រាស់ខ្សែទាំង4ហើយបើបងប្អូនមានចម្ងល់ទេបងប្អូនអាចចូល comment នៅក្រោមវីដេអូហើយកុំភ្លេចចុច like subscribe ដើម្បីខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតពាក់ព័ន្ធជាមួយនឹងការសិក្សា indicator ឬក៏ចំណេះដឹងផ្សេងៗដែលខ្ញុំបានដឹងអំពីការ trade